មានម្ដាយអាណាដែលសុកចិត្តឲ្យកូនខ្លួនឯងឈឺគ្មានម្ចាស់ប្រាសាទអាណាដែលសុកចិត្តឲ្យគេកំទេចប្រាសាទបុរាណរបស់ខ្លួនឯងចោលដើម្បីតែអំណាចដើម្បីតែចង់ឈ្នះហើយសាងសង់ជាថ្មីទេមានតែព្យាយាមថែរក្សាប្រាសាទដែលមានឲ្យនៅស្រស់ស្អាតថិតថេរគង់វង្សយូរបំផុតតាមដែលអាចធ្វើទៅបាននេះគឺជាសោភ័ណភាពនៃប្រាសាទជោមបន្ទាប់ពីជួសជុលប្រមាណជា76ឆ្នាំគម្រោងជួសជុលប្រាសាទជោមបានចាប់ផ្ដើមនៅឆ្នាំ2019តែដោយសារតែការរីករាលដាលនៃជំងឺ COVID-19 គម្រោងត្រូវបានផ្អាកនឹងចាប់ផ្ដើមជួសជុលឡើងវិញនៅឆ្នាំ2021និងបញ្ចប់គម្រោងនាពេលថ្មីៗនេះពលគឺនៅថ្ងៃទី17ខែធ្នូឆ្នាំ2025ដោយអាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការមូលនិធិបេតិកភណ្ឌវប្បធម៌នៃប្រទេសកូរ៉េដោយជំហានដំបូងបានធ្វើកំណាយស្រាវជ្រាវវាយតម្លៃការខូចខាតធ្វើសម្រង់ប្លង់ស្វែងរកឯកសារនិងរូបភាពចាស់ៗនាសម័យបារាំងពីសាលាចុងបូព៌ាពីអភិរក្សដ្ឋានអង្គរនិងអាជ្ញាធរជាតិអប្សរាដើម្បីទុកជាឯកសារសិក្សាបន្ទាប់មកក៏ចាប់ផ្ដើមវាយតម្លៃការខូចខាតព្រមទាំងធ្វើកំណាយស្រាវជ្រាវបែបប្រវត្តិវិទ្យាដើម្បីពិនិត្យរចនាសម្ព័ន្ធរបស់ប្រាសាទព្រមទាំងបានរកថ្មកំណត់ទីតាំងថ្មថតនិងចុះបញ្ជីថ្មការងារនេះមានការលំបាកត្រូវការការអត់ធ្មត់និងការផ្ចិតផ្ចង់ខ្លាំងជាមួយគ្នានេះដែរការស្វែងរកថ្មនៅប្រាសាទជោមមានការលំបាកក្នុងការផ្គុំឡើងវិញដោយសារគំនរថ្មខ្លះមានការលាយឡំគ្នាជាមួយថ្មប្រាសាទផ្សេងទៀតដែលនៅជុំវិញនោះផ្នែកកំពូលនៃប្រាសាទត្រូវបានរលុះធ្លាក់កន្លែងខ្លះទៀតហែកក្រៀកថ្មស្ទើរតែបាត់បង់រូបរាងដើមបណ្ដាលមកពីអាយុកាលនៃសំណង់កត្តាសង្គ្រាមកត្តាកង្វះការថែទាំយូរអង្វែងនិងកត្តាធម្មជាតិដូចជាឫសឈើចាក់បំបែករចនាសម្ព័ន្ធប្រាសាទរហូតដល់គ្រឹះធ្វើឲ្យទឹកភ្លៀងហូរចូលនាំឲ្យគ្រឹះចុះខ្សោយនិងធ្វើឲ្យបាក់ស្រុតថែមទាំងត្រេតចំនួន6ដឺក្រេទៀតផងហេតុនេះអ្នកជំនាញអនុវត្តបច្ចេកទេសអាណាស្ទីឡូសពលគឺត្រូវធ្វើការរុះរើតួនៃប្រាសាទចេញទាំងស្រុងដើម្បីធ្វើការពង្រឹងគ្រឹះពង្រឹងរចនាសម្ព័ន្ធពាក់ព័ន្ធនៅផ្នែកខាងក្រោមជួសជុលថ្មដែលបែកបាក់ខូចខាតនិងផ្គុំតួប្រាសាទឡើងវិញដោយរក្សាឲ្យបាននៅទម្រង់ដើមទាំងស្រុងថ្មដែលរើមានចំនួន35ស្រទាប់ដោយថ្មភក់មានចំនួន3580ដុំនិងថ្មបាយក្រៀម4100ដុំថ្មដែលបានរកឃើញនៅជុំវិញប្រាសាទសរុបមានចំនួន313ដុំថ្មប្រាសាទដែលរងការខូចខាតដូចជាបែកបាក់និងពុកផុយមានចំនួន700ដុំត្រូវបានពង្រឹងឲ្យមានសភាពរឹងមាំអាចប្រើប្រាស់ឡើងវិញបានមុននឹងយកទៅដាក់នៅទីតាំងដើមវិញដំណាក់កាលដំបូងមុននឹងយកថ្មមកជួសជុលគឺត្រូវត្រួតពិនិត្យការខូចខាតនៃថ្មដើម្បីរៀបចំជាឯកសារបច្ចេកទេសនិងថតរូបដំណាក់កាលទី2យកថ្មទាំងនោះមកសម្អាតជាមួយនឹងទឹកគ្មានជាតិរ៉ែនៅផ្ទៃដែលត្រូវភ្ជាប់ក្រោយពីសម្អាតរួចរាល់ប្រើម៉ាស៊ីន Ultrasonic Pulse Velocity Measurement Instrument ពិនិត្យមើលគុណភាពថ្មដើម្បីដឹងពីគុណភាពដែលអាចប្រើចំនួននិងទំហំដែកឬពន្លួញពេលជួសជុលភ្ជាប់គ្នាដំណាក់កាលទី3បំពេញថ្មថ្មីនិងកន្លែងដែលបែកបាក់បាត់បង់ថ្មនៃផ្នែកណាដែលចាំបាច់ដំណាក់កាលទី4បិទបំពេញបាយអជុំវិញថ្នេរដែលបានតភ្ជាប់ដំណាក់កាលនៃការពង្រឹងគ្រឹះនៃប្រាសាទគេត្រូវរៀបខឿនទាំង3ស្រទាប់របស់ប្រាសាទឡើងវិញជាមុនសិនបន្ទាប់មកទើបអាចរៀបចំផ្នែកខាងក្នុងនៃគ្រឹះក្នុងការរៀបចំគ្រឹះនេះកន្លែងណាដែលមានថ្មបាយក្រៀមចាស់ដែលនៅមានគុណភាពល្អរឹងមាំគឺត្រូវរក្សាទុកដដែលប៉ុន្តែសម្រាប់កន្លែងដែលមានថ្មបាយក្រៀមពុកផុយអស់គុណភាពគឺត្រូវបដូរជំនួសដោយថ្មបាយក្រៀមថ្មីហើយនេះគឺជារូបភាពមុននិងក្រោយនៃប្រាសាទជោមបន្ទាប់ពីការជួសជុលបើបងប្អូនបានទៅលេងអង្គរវត្តកុំភ្លេចចូលទស្សនាប្រាសាទជោមដែលជាប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើននៅតំបន់អង្គរវត្តនិងស្ថិតនៅក្នុងក្រុមប្រាសាទព្រះពិធូហើយក៏សូមកុំភ្លេចជួយថតផ្សព្វផ្សាយឲ្យពិភពលោកបានដឹងឮពីទិសដៅទេសចរនិងបង្ហាញថាម្ចាស់ពិតអ្នកស្រឡាញ់ពិតគេព្យាយាមណាស់ក្នុងការថែរក្សាការពារឲ្យបានថិតថេរគង់វង្សតកូនតចៅជាចុងក្រោយក៏សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមកដល់ចំណុចនេះហើយក៏សូមកុំភ្លេចជួយគាំទ្រ Channel Home Life តាមរយៈការជួយចុច Subscribe, Like ចុចសញ្ញាកណ្ដឹងនិង Share សូមអរគុណ